របៀបចិញ្ចឹមទន្សាយបងមងតែទិញទន្សាយពីខ្ញុំមិនថាអាយុមួយខែដល់មិនបានទេគឺទន្សាយរបស់ខ្ញុំពេលព្រឹកឡើងខ្ញុំឲ្យស៊ីចំណីហើយដល់ពេលថ្ងៃឡើងក្តៅយើងឲ្យស៊ីតកួនកញ្ឆែតឬក៏សបកផ្លែឈើផ្សេងដូចជាអាឡឹកជាដើមអញ្ចឹងផ្លែឈើបន្លែដែលយើងហូបបានវាក៏ស៊ីបានដូចគ្នាស្លឹកបាសស្លឹកអីវាស៊ីបានទាំងអស់អានេះចំពោះចំណីហើយចំពោះការចិញ្ចឹមគឺយើងអាចចិញ្ចឹមវាចាប់ពីអាយុ4ខែកន្លះ5ខែហ្នឹងគឺវាចាប់ផ្ដើមអាចបង្កើតបានហើយចំពោះការកូនយើងអាចកំណត់បានទេវាមាន1រហូតដល់9ឬក៏10អញ្ចឹងទៅតែបើអត្រាញឹកញាប់គឺ7 5 6ហ្នឹងអាហ្នឹងវាភាគច្រើនចាប់ពីវាកើតមករហូតមកដល់វាចេះស៊ីចំណីគឺអាយុវាជិត1ខែហ្នឹងហើយ20ថ្ងៃជាងតិចតួចដោយការចិញ្ចឹមរបស់មេផងដែរអញ្ចឹងបន្ទាប់ពីវាកូនពេលដែលវាផើមគឺរយៈពេល1ខែអញ្ចឹងពេលដែលវាចេះស៊ីគឺ1ខែទៀតអរគុណបងមានសំណួរអីអាចសួរបាន